ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនពីរបៀបឆាមឹកជាមួយក្លិនឆាយធ្វើឲ្យសាច់មឹកមានក្លិនឈ្ងុយនិងទន់ល្អមិនស្វិតថែមទាំងធ្វើឲ្យបន្លែគ្រប់មុខមានពណ៌ស្រស់ទៀតផងជាមុខម្ហូបឆាដែលមានរសជាតិឆ្ងាញ់និងចំណាយពេលតិចនៅក្នុងការចម្អិនប៉ុន្តែសម្បូរទៅដោយបន្លែចម្រុះនិងសារធាតុបំប៉នជាច្រើនគ្រឿងផ្សំរបស់យើងមានក្លិនឆាយម្ទេសប្លោកក្រហមម្ទេសប្លោកលឿងខ្ទឹមសផ្សិតចំបើងខ្ទឹមក្រហមនិងគ្រឿងផ្សំដែលសំខាន់ជាងគេនោះគឺមឹកនេះមានសាច់ក្រាស់ហើយស្រួយក្រៅពីមឹកប្រភេទនេះយើងអាចប្រើមឹកបំពង់មឹកប៉ក់ឬសាច់បង្គាសាច់ជ្រូកសាច់គោឬសាច់មាន់ក៏មានរសជាតិឆ្ងាញ់ម្យ៉ាងម្នាក់ឥឡូវនេះយើងមករៀបចំបន្លែដែលចាប់ផ្ដើមពីផ្សិតចំបើងដែលមានចំនួន30ក្រាមបន្ទាប់ពីបានលាងទឹកនិងកាត់ជើងផ្សិតចេញអស់យើងធ្វើការពុះផ្សិតនោះចេញជា2បើសិនជាផ្សិតចំបើងដែលធំយើងអាចពុះចេញជា3ឬជា4ទៅតាមទំហំដែលចូលចិត្តគន្លឹះសំខាន់មួយនៅក្នុងការរៀបចំផ្សិតចំបើងគឺយើងគួរតែពុះចេញជា2យ៉ាងតិចទោះជាផ្សិតនោះមានទំហំតូចក៏ដោយដើម្បីឲ្យគ្រឿងផ្សំនិងកម្ដៅអាចជ្រាបចូលទៅដល់ខាងក្នុងសម្រាប់ខ្ទឹមក្រហមយើងប្រើចំនួន30ក្រាមខ្ទឹមក្រហមនេះយើងប្រើដើម្បីឲ្យមានក្លិនឈ្ងុយតែបើសិនជាមិនមានខ្ទឹមក្រហមយើងអាចប្រើខ្ទឹមបារាំងវិញក៏បានរបៀបនៃការកាត់អាចកាត់ចេញជា2ដូចនេះឬអាចដាក់ទាំងមូលក៏បានថ្ងៃនេះយើងប្រើម្ទេសប្លោកក្រហមផងនិងម្ទេសប្លោកលឿងផងដើម្បីបានពណ៌ចម្រុះម្ទេសប្លោកក្រហមនិងលឿងនេះគឺយើងអត់ប្រើទាំងអស់ទេយើងប្រើតែមួយមុខចំនួនតែ30ក្រាមគឺតែមួយជ្រុងប្រហែលជា1/4នៃផ្លែរាងដែលកាត់យើងអាចកាត់ចេញជាការ៉េរាងទ្រវែងឬរាងបញ្ឆិតដូចគ្នាដែរសម្រាប់ម្ទេសប្លោកពណ៌លឿងគឺយើងកាត់ទម្រង់ឲ្យដូចនឹងម្ទេសប្លោកពណ៌ក្រហមដែរម្ទេសប្លោកទាំងពីរនេះយើងត្រូវកាត់ទម្រង់ទ្រង់ទ្រាយដូចគ្នាដើម្បីឲ្យមើលទៅមានសោភ័ណភាពគួរឲ្យចង់ទទួលទានចំណែកការរៀបចំក្លិនឆាយដើម្បីឲ្យក្លិនឆាយរបស់យើងខ្ចីនិងមានរសជាតិឆ្ងាញ់យើងអាចចិតយកសំបកខាងក្រៅនេះចេញសម្រាប់ការរៀបចំនៅតាមភោជនីយដ្ឋានគេនិយមចិតសំបកខាងក្រៅចេញនិងគេមិនប្រើផ្នែកស្លឹកនោះទេតែដោយសារសំបកខាងក្រៅនេះមានជាតិកាកសរសៃល្អបងប្អូនអាចទុកទាំងសំបកបន្លែទាំងអស់នេះយើងអាចបន្ថែមឬបន្ថយប្រភេទបន្លែទៅតាមតម្រូវការប្រភេទបន្លែដែលអាចបន្ថែមបានមានដូចជាផ្សិតខ្មៅផ្សិតត្រចៀកកណ្ដុរការ៉ុតផ្កាខាត់ណាពោតបារាំងនិងទំពាំងបារាំងឬប្រភេទបន្លែផ្សេងៗទៀតដែលយើងមានគ្រឿងផ្សំចុងក្រោយនិងសំខាន់ជាងគេគឺមឹកដែលយើងត្រូវលាងសម្អាតឲ្យបានស្អាតរបៀបនៃការសម្អាតមឹកគឺយើងដកយកប្រម៉ោយចេញហើយបកយកស្បែកមឹកដែលមានពណ៌ខ្មៅនេះចេញព្រោះស្បែកមឹកនេះអាចធ្វើឲ្យទឹកឆាឡើងពណ៌ក្រមៅនៅក្នុងពោះមឹកនេះមានពងមឹកឬគ្រឿងក្នុងដែលខាប់អន្ថលបើសិនជាបងប្អូនចូលចិត្តយើងអាចទុកពិសាក៏បានបន្ទាប់ពីបកយកស្បែកមឹកនេះស្អាតយើងពុះខ្លួនមឹកចេញជា2ទៅតាមផ្នែកខ្នងដើម្បីឲ្យកាន់តែងាយស្រួលនៅក្នុងការសម្អាតបន្ទាប់មកយើងលាងសម្អាតមឹកនិងទាញយកកំទេចកំទីនៅក្នុងពោះនោះចេញឲ្យអស់រួមទាំងទ្រនុងខ្នងផងដែរបន្ទាប់ពីលាងសម្អាតបានស្អាតហើយយើងយកមឹកនោះទៅជូតសម្អាតឲ្យស្អាតជាទឹកការធ្វើដូចនេះដើម្បីជួយសម្រួលដល់ការឆូតក្បាច់មឹកការឆូតក្បាច់មឹកមានអត្ថប្រយោជន៍ពីរទី1គឺដើម្បីសោភ័ណភាពនិងម្យ៉ាងទៀតគឺជួយធ្វើឲ្យសាច់មឹកងាយទំពាមិនស្វិតវិធីមួយទៀតដើម្បីធ្វើឲ្យសាច់មឹកមានក្លិនឈ្ងុយនិងមានសាច់ទន់ល្អគឺយើងត្រូវយកមឹកនេះទៅស្រុះជាមួយនឹងទឹកជាមុនសិនដូចនេះយើងបង់ខ្ញីមួយកូនដុំដែលមានទម្ងន់20ក្រាមបន្ថែមស្រាធ្វើម្ហូប1ស្លាបព្រាបាយនិងអំបិលកន្លះស្លាបព្រាបាយគ្រឿងផ្សំទាំង3នេះគឺជួយកាត់ក្លិនឆ្អាបរបស់មឹកនិងបង្កើនក្លិនឈ្ងុយផងដែរប៉ុន្តែមុននឹងធ្វើការស្រុះមឹកយើងដាក់ក្លិនឆាយចូលស្រុះប្រហែល30វិនាទីរួចស្រង់ចេញមកត្រាំជាមួយនឹងទឹកត្រជាក់ដែលដាក់ទឹកកកបន្តិចចូលទៅក្នុងនោះដើម្បីធ្វើឲ្យក្លិនឆាយរបស់យើងមានពណ៌ល្អនិងស្រួយបន្ទាប់មកយើងប្រើទឹកដដែលនោះមកធ្វើការស្រុះមឹកដូចគ្នានឹងក្លិនឆាយដែរគឺយើងប្រើរយៈពេលស្រុះតែ30វិនាទីនិងត្រាំនៅក្នុងទឹកត្រជាក់បន្ទាប់ពីស្រុះដើម្បីធ្វើឲ្យសាច់មឹកទន់មានជាតិនិងមិនឡើងស្វិតដោយសារមុខម្ហូបនេះគឺយើងចំណាយពេលឆានៅក្នុងរយៈពេលខ្លីអញ្ចឹងយើងអាចរៀបចំល្បាយគ្រឿងផ្សំរសជាតិជាមុនដែលនៅក្នុងល្បាយនោះមានអំបិលកន្លះស្លាបព្រាបាយម្សៅស៊ុប2ស្លាបព្រាកាហ្វេប្រេងល្ង1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយ
និងចុងក្រោយទឹកធម្មតាចំនួន5ស្លាបព្រាបាយយើងអាចបន្ថែមទឹកស៊ីអ៊ីវម្រេចម៉ដ្ឋឬស្ករសដែលលៃលកទៅតាមរសជាតិដែលចូលចិត្តរួចហើយកូរចូលគ្នាឲ្យសព្វនិងទុកមួយឡែកសិនគន្លឹះដើម្បីរក្សាពណ៌បន្លែនិងរសជាតិគឺយើងត្រូវប្រើខ្ទះឲ្យក្តៅខ្លាំងនិងឆាឲ្យបានញាប់ដៃដូចនេះបន្ទាប់ពីខ្ទះបានក្តៅខ្លាំងហើយយើងចាក់ប្រេងឆាចូលចំនួន5ស្លាបព្រាបាយបន្ទាប់មកដាក់ខ្ទឹមសចូលលីងឲ្យឈ្ងុយបន្តិចបន្ថែមខ្ទឹមក្រហមចូលលីងទៅមកដើម្បីឲ្យខ្ទឹមទាំងពីរនេះភាយក្លិនឈ្ងុយបានល្អពេលខ្ទឹមចាប់ផ្ដើមឈ្ងុយល្អហើយទើបដាក់មឹកចូលនិងឆាចុះឆាឡើង2ទៅ3ត្រឡប់រួចហើយយើងចាក់គ្រឿងផ្សំរសជាតិដែលបានលាយរួចមុននេះចូលតែម្ដងការចាក់គ្រឿងផ្សំចូលនៅក្នុងពេលដែលខ្ទះក្តៅខ្លាំងគឺជាទិញដេចសំខាន់មួយព្រោះកាលណាត្រូវកម្ដៅគ្រឿងផ្សំទាំងអស់នោះគឺភាយក្លិនកាន់តែឈ្ងុយហើយត្រូវដាក់គ្រឿងផ្សំទាំងនេះមុននឹងដាក់បន្លែដោយសារបន្លែមានជាតិទឹកច្រើនបើសិនជាយើងដាក់គ្រឿងផ្សំរសជាតិនៅក្រៅបន្លែគឺវាធ្វើឲ្យប្រេងខ្យងប្រេងល្ងមិនអាចបញ្ចេញជាតិឈ្ងុយអស់នោះឡើយបន្ទាប់ពីដាក់គ្រឿងផ្សំចូលមួយសន្ទុះហើយយើងចាក់បន្លែទាំងអស់ចូលហើយយើងឆាតែ3ទៅ4ត្រឡប់ទៀតគឺជាការស្រេចវិធីមួយចំនួនដើម្បីធ្វើឲ្យមុខម្ហូបនេះមានរសជាតិឆ្ងាញ់និងមានសោភ័ណភាពគឺយើងត្រូវឆូតមឹកស្រុះមឹកលាយទឹកគ្រឿងផ្សំរសជាតិជាមុនប្រើកម្ដៅខ្លាំងនិងឆាដោយប្រើរយៈពេលខ្លីមុននឹងបញ្ចប់ការចម្អិនបងប្អូនកុំភ្លេចភ្លក្សរសជាតិមើលសិននិងបញ្ចប់ការចម្អិនបើសិនជារសជាតិត្រូវចិត្តហើយយើងអាចបន្ថែមល្ងស្លឹកខ្ទឹមម្រេចម៉ដ្ឋជីវ៉ាន់ស៊ុយឬជីខិនឆាយលៃលកទៅតាមចំណូលចិត្តពណ៌របស់មុខម្ហូបនេះគឺចម្រុះពណ៌ស្អាតតែម្ដងដែលមានលឿងក្រហមបៃតងសនិងមិនត្រឹមតែមានសោភ័ណភាពតែម្យ៉ាងប៉ុណ្ណោះទេម្ហូបនេះផ្ដល់នូវសារធាតុបំប៉នចម្រុះដែលមាននៅក្នុងតែមួយចំណែកឯសាច់មឹកវិញគឺទន់មានក្លិនឈ្ងុយនិងមានជាតិរីឯបន្លែវិញស្រួយស្រាប់ហើយមានពណ៌ស្រស់ស្អាតខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តដោយសាររសជាតិឆ្ងាញ់ភាពងាយស្រួលនិងការចំណាយពេលតិចនៅក្នុងការចម្អិនជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចម្អិននៅក្នុងថ្ងៃនេះយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា